សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាវាស្រែរបស់នាងខ្ញុំនៅក្រៅផ្ទះស្រូវឆ្នាំនេះមើលទៅបានផលក្រាន់បាដែរបងប្អូនតែមួយរយៈនេះឃើញផ្ទុះការស្រូវធ្លាក់ថ្លៃអញ្ចឹងមិនដឹងថាឆ្នាំនេះប្រមូលផលបានច្រើនហើយលក់បានថោកឬក៏យ៉ាងណាទេបងប្អូនតែឥឡូវនេះស្រូវនាងខ្ញុំមិនទាន់ទុំនៅឡើយទេសង្ឃឹមថាដល់ពេលខាងនាងខ្ញុំប្រមូលផលស្រូវតម្លៃស្រូវនឹងកើនឡើងអញ្ចឹងណាបងប្អូនស្រូវខាងបងប្អូនទាំងអស់គ្នាផលយ៉ាងម៉េចដែរបងប្អូននៅខាងនាងខ្ញុំនេះយើងគូវែងផ្លែច្រើនដែរអញ្ចឹងណាបងប្អូន